ខ្ញុំឃើញមនុស្សភាគច្រើនចូលមកសួរតម្លៃចង់ដឹងអំពីតម្លៃតើអ្នកកំពុងតែមានបញ្ហាសុខភាពអ្នកកំពុងតែឈឺអ្នកចង់ដោះស្រាយបញ្ហារបស់ខ្លួនចង់ឲ្យខ្លួនឯងនឹងមានសុខភាពល្អឬក៏អ្នកគ្រាន់តែចង់ដឹងអំពីតម្លៃអ្នកដឹងអំពីតម្លៃហើយមិនទៀតធូរឬក៏ថោកទៅមិនថ្លៃអត់ទេញ៉ែអ្នកកំពុងតែឈឺថោកបានទេញ៉ែថោកនឹងអ្នកផឹកទៅធូរមែនអាចជួយអ្នកបានមែនជួនកាលអ្នកសាកល្បងអារបស់ធូររបស់ថោកនឹង10ដង100ដងវាអត់បានផលអីតាំងថាអាណាក៏ដូចអាណាដែរប៉ុន្តែអត់មានសិក្សាថាតើផលិតផលនោះវាមានគុណភាពវាមានស្តង់ដារមែនអត់វាអាចជួយដោះស្រាយបញ្ហារបស់យើងមែនអត់បន្ទាប់មកចាំសិក្សាអំពីតម្លៃចរចាតម្លៃហើយសាកល្បងប៉ុន្តែអត់ទេសួរថាតម្លៃនឹងធូរឬក៏ថោកបន្ទាប់មកអត់ខ្វល់អ្នកណាកំពុងតែឈឺមិនខ្ញុំកំពុងតែឈឺទេអ្នកកំពុងតែឈឺហើយអ្នកត្រូវការរបស់មួយដែលជួយដោះស្រាយទៅលើបញ្ហារបស់អ្នកបានមែនទេអញ្ចឹងត្រូវស្វែងយល់អំពីគុណតម្លៃរបស់ផលិតផលនឹងជាមុនសិនហើយត្រូវហ៊ានសាកល្បងទោះបីជារបស់នឹងវាមានតម្លៃលើសគេបន្តិចក៏ត្រូវតែហ៊ានសាកល្បងដែរដោយសារគេអ្នកបានសិក្សាស្រាវជ្រាវតាមដានហើយគិតថាហើយយល់ថាវាមានគុណភាពពិតមែនអ្នកធ្លាប់សាកល្បងរបស់ធូររបស់ថោកនឹងប្រហែលដងហើយបានសុខភាពល្អហើយនៅតាំងលន់មកតាំងនិយាយថាអូយអាណាក៏ដូចអាណាដែរអត់ទេអត់មានអាណាដូចអាណានេះខុសគ្នាដាច់ហ្មងខុសគ្នាដាច់